បាទសួស្តីនេះជាវីដេអូទី5ដែលយើងនឹងនិយាយទាក់ទងជាមួយនឹងការប្រើប្រាស់ shape graphic 3D និង sticker photo និង frame បាទចំនួន6ចំណុចនេះបើយើងទាក់ទងជាមួយនឹងការប្រើប្រាស់ shape នៅក្នុង element យើងចុចនៅលើ element ហើយយើងចុចនៅលើពាក្យថា shape និយាយពី shape គឺនិយាយពីទ្រង់ទ្រាយគ្រប់សន្តានទាំងអស់វាមានបន្ទាត់វាមានចតុកោណកែងត្រីកោណណារង្វង់អីទាំងអស់ហ្នឹងណា polygon អីគឺយើងមានបែបហ្នឹងទាំងអស់នេះសុទ្ធតែជាទម្រង់ shape ទេដែលងាយក្នុងការប្រើបាទឧទាហរណ៍ថាយើងស្រឡាញ់ shape មួយណាដើម្បីយកមកតុបតែងនៅក្នុង poster របស់យើងឬក៏នៅក្នុងពពួកខត្តប័ណ្ណរបស់យើងគឺយើងអាចណាមើលវាទៅខ្ញុំឧទាហរណ៍មួយថាឥឡូវខ្ញុំចង់បាន shape ប្រភេទមួយនេះចុះអញ្ចឹងខ្ញុំរើសយកវាមកខ្ញុំចង់សរសេរអក្សរលើវាសរសេរយើងណាចុចសរសេរបានប៉ុន្តែបើសិនបើយើងអត់សរសេរទេយើងអាចធ្វើការ design វាយើងចង់ធ្វើការផ្លាស់ប្ដូរពណ៌យើងអាចធ្វើផ្លាស់ប្ដូរពណ៌បានណាយើងចង់ដាក់ frame របស់វាយើងអាចដាក់ frame បានណាតាមទំហំដែលយើងចង់បានអូខេចង់បាន frame ពណ៌អីយើងអាចរើសវាមកបែបហ្នឹងកន្លែងនេះគឺតាក់ទងជាមួយនឹង corner round របស់វាបាទយើងអាចស្រេចបានបញ្ជាក់ម្ដងហើយម្ដងទៀតថាទៅលើ option bar នេះវាមិនមែនចេញដូចគ្នាទាំងអស់ទេវាចេញទៅតាមប្រភេទobject របស់យើងតើពពួកត្រីកោណវាចេញបែបម៉េចពពួកចតុកោណកែងវាចេញបែបម៉េច polygon វាចេញបែបម៉េចគឺវាមានការផ្លាស់ប្ដូរជានិច្ចតែវាស្តៀងគ្នាវាអត់ឲ្យខុសគ្នាទាំងស្រុងតែម្ដងទេយើងបន្តទៀតតាក់ទងជាមួយនឹងការ design នៅក្នុង shape នេះគឺយើងអាចធ្វើការ design បានច្រើនឧទាហរណ៍ឥឡូវយើងថាខ្ញុំយកនេះមកតុបតែងដាក់កែងទៅនេះវាចេញ mode ផ្សេងមួយអញ្ចឹងទៅឬក៏និយាយទៅវាចេញ mode មួយយើងអាចទាញវាចេះបាទអានឹងអាស្រ័យទៅលើភាពច្នៃប្រឌិតរបស់យើងយើងអាច control អក្សរ D យើងបានមួយទៀតខាងនេះចឹងមកហើយយើងដាក់វាមកខាងនេះវិញបាទក្នុងនេះយើងចង់បានប្រភេទ shape បែបណាយើងគ្រាន់តែ click នៅលើវាណាបាទគ្រាន់តែ click លើវាមកហើយបន្ទាប់មកយើងធ្វើការតុបតែងវាទៅយកវាទៅដាក់នៅតាណាណាហើយបន្ទាប់មកយើងធ្វើការ customize នៅលើនេះយើងអាចមើល shape បានដោយខ្លួនឯងមានច្រើននៅក្នុងហ្នឹងយើងអាចរើសយកមកប្រើតាក់ទងជាមួយនឹង graphic និយាយពី graphic និយាយពីរូបដែលគេគូសបាទយើងនិយាយទូរស័ព្ទរូបដែលគេគូសហើយគេ save upload ទុកឲ្យយើងប្រើបាទគេធ្វើឡើងវាមិនមែនជាលក្ខណៈយើងថតយកមកចេញថតរូបយកមកទេអញ្ចឹងយើងមើល graphic របស់យើងហើយយើងអាច search តាម graphic ដែលយើង search បានយើងចង់ search ពីអីយើង search មកប៉ុន្តែបើសិនបើនៅក្នុងនេះយើងឃើញមាន graphic ដែលគេឲ្យមកស្រាប់ដូចជា feature gradient sticker នេះមាននៅលើ sticker មួយទៀត social media icon អីគឺយើងមាន graphic មានច្រើនមែនទេតែថាយើងចង់បានពពួកផ្កានេះយកមកអញ្ចឹងយកវាមកដាក់អូខេយើងដាក់មកយើងចង់លាយពណ៌ខ្លួនឯងយើងលាយទៅណាអូខេហើយនេះយើងអាចធ្វើការដាក់ប្រកបទៅជា background អូខេឲ្យវាដិតណាអូខេតិចទៅយើងអាច select ម្ដងទាំងអស់បែបនេះក៏បានអូខេហើយយើងធ្វើការដាក់ transparency របស់វាដោយសារខ្ញុំselect ជាប់ជាមួយនឹងផ្កាយនេះណារូបមួយនេះអញ្ចឹងវា transparency ដូចគ្នាបើសិនបើយើងមិនចង់ឲ្យ select ដោយទេយើងអាចណា lock អូខេ lock របស់វាហើយ lock edit អូខេអញ្ចឹងគឺវាអត់ធ្វើអីទេអត់អាចប៉ះពាល់ទោះបីយើង select នៅលើរូបនឹងក៏ដោយក៏វាអត់ចាប់ទៅលើរូបនេះដែរតែយើង lock ហើយបើយើងចង់កែប្រែវិញក៏យើង unlock វាចោលបាទអញ្ចឹងយើង select នៅលើវានេះយើង unlock ណាអញ្ចឹងយើងអាចធ្វើការកែប្រែដាក់ពណ៌ឬក៏ដូរ transparency អញ្ចឹងត្រឡប់មកវិញតាក់ទងជាមួយនឹង graphic គឺយើងគ្រាន់តែណា scroll រវាឬក៏យើងអាច search បាទវាមានច្រើនប្រភេទបាទមានច្រើនរូបមនុស្សមានផ្កាមានអីនឹងច្រើនបាទយើងអាចមើលដោយខ្លួនឯងអានឹងវាស្រួលទេគ្រាន់តែ select នៅលើវាទាញហើយកែទាញដាក់នៅលើ poster របស់យើងមកហើយយើងអាចធ្វើការកែប្រែវាទៅតាមនោះមានអីសំខាន់ទេបន្តទៀតតាក់ទងជាមួយនឹង 3D កាលណាយើងនិយាយពី 3D 3 dimension មានន័យថា3ជ្រុងអញ្ចឹងវាឲ្យរូបទាំងអស់ហ្នឹងសុទ្ធតែ 3D ដែលយើងអាចប្រមូលបានណា
ឧទាហរណ៍ខ្ញុំយករូបខ្លាឃ្មុំនេះមួយមកទេអញ្ចឹងវា load នេះគឺវាកំពុងតែទាញចេញមកហើយណាហើយបច្ចៈរូបទាំងអស់ហ្នឹងតើតែយើងភ្ជាប់ជាមួយនឹងអ៊ីនធឺណិតជាងដឹងតើអត់មានអ៊ីនធឺណិតទេគឺអត់អាចទាញមកបានទេអញ្ចឹង 3D នេះណាយើងអាចបវល់វាចង់បាននេះយើងឃើញការប្រើប្រាស់ 3D ទី1ងាយងាយគឺយើងអាចចុចនៅលើ rotate 3D คลิกនៅលើ rotate 3D យើងនឹងឃើញទិសតាណាដែលយើងចង់បានបវល់ទៅខាងឆ្វេងខាងមុខឲ្យវាមកក្បែរមកមុខបែរទៅស្ដាំតាមចិត្តយើងចង់3ជ្រុងណានៅក្នុងហ្នឹងគឺយើងអាចធ្វើវាបានតែឡែកយើងអាចអង្កលបន្តិចបានបន្តិចណាតាមរយៈនេះយើងដាក់ម៉ៅរបស់យើងឲ្យចំចំណុចកណ្ដាលមកហើយយើងធ្វើការទាញមានថារូបហ្នឹងបវល់ប៉ុណ្នេះបានណាអូខេហើយឬក៏បវល់ទៅចេះណាបានតាមចិត្តយើងនឹងតាក់ទងជាមួយនឹងការប្រើប្រាស់រូប 3D អញ្ចឹងខ្ញុំទាញវាថាយកទៅដាក់ទៅនេះចាស់ឧទាហរណ៍បន្តទៀតតាក់ទងជាមួយនឹងការប្រើប្រាស់ sticker ក៏អត់មានអីប្រមាណដែរគ្រាន់តែទាញយកមកប្រើហើយនេះសិតតែ sticker ដែលមានចលនាជាច្រើនយើងប្រើវាជាមួយនឹងវីដេអូបើយើងធ្វើរូបនៅលើ poster នេះយើង save វាជា picture វាអត់ load ទេណា sticker នេះគឺវាអត់ load ទេបាទតែបើយើងប្រើជាមួយនឹងវីដេអូបានវា load យើងឧទាហរណ៍យើងទាញវាមកអញ្ចឹងអូខេចឹងកន្លែងនេះយើងប្រើជា picture បាទអូខេវាអាច load អញ្ចឹងប៉ុន្តែនៅពេលដែលយើង save វាជា picture បាទគឺវាអត់មានចលនាអញ្ចឹងទេយើងដឹងហើយ picture គឺជារូបភាពងាប់តោះតែយើង save ជា animation ជា GIF file ណាឬក៏យើង save វាជា file វីដេអូអានឹងបានវាមានចលនាទាញដាក់ដូចគ្នាណាអត់មានអីទេគ្រាន់តែកែចង់ឲ្យវាត្រឡប់ទៅខាងណាណាចង់ឲ្យវាក្លាប់ចុះមកចេះវិញណាវានឹងតាមចិត្តយើងអូខេបន្តទៀតតកតងជាមួយនឹងការប្រើប្រាស់ photo នៅលើ photo នេះយើងចង់ search រកអីយើង search មកវាជារូបភាពដែលគេថតហើយ upload ចូលមកដាក់ឲ្យបាទយើងនិយាយពីរូបថតណាចង់បានរូបថតអីគេរូបមួយនេះបាទហេយើងអាចនិយាយថារូបភាពដែលគេថតឬក៏រូបភាពដែលគេកាត់តហើយគេអាប់ឡូតជារូបភាពហ្នឹងបាទហ្នឹងគឺ photo ហើយបាទជា JPEG មើលទៅស្រស់ដូចពិតអញ្ចឹងអូខេយើងក៏ទាញដាក់ដូចគ្នាអត់មានអីទៅប្រហែលធ្វើទេដោយឡែកតាក់ទងជាមួយនឹង frame បាទអញ្ចឹង frame យើងមានអ្វីដែលត្រូវធ្វើបន្តិចព្រោះខ្ញុំយក frame ប្រពួកនេះគឺយើងមានទម្រង់វាច្រើន frame ហ្នឹងវាគ្រាន់តែជាទម្រង់របស់រូបភាពទេយើងអាចនិយាយថាជាស៊ុំណាបាទឥឡូវវាមានស៊ុំច្រើនប្រភេទខ្ញុំនឹងឧទាហរណ៍មួយឥឡូវខ្ញុំឧទាហរណ៍ថាយក frame style នេះចុះបាទអញ្ចឹង style នេះវាមាន3ទេហើយវាចេញទម្រង់បែបហ្នឹងចុះយើងហៅរូបភាពមកដាក់ចូលបែបម៉េចឧទាហរណ៍ថាឥឡូវខ្ញុំចង់បានរូបភាពមួយមកដាក់ចូលយើងអាច search នៅក្នុង photo នៅ photo របស់យើងនេះយើងអាច search ឥឡូវយករូបមួយនេះចុះបាទហើយយើងទាញយកមកហ៎ទាញគ្រាន់តែទាញទៅយើងឃើញមាន snap snap ហ្នឹងគឺវាចាប់ជាប់នេះអំបងពណ៌នេះហ្នឹងហើយប្រឡែងម៉ៅទៅគឺវាចូលនៅក្នុងហ្នឹងឃើញអត់បើសិនបើខ្ញុំទៅរូប upload ខ្ញុំ upload រូបមួយចូលខ្ញុំយក upload ហើយ upload file ខ្ញុំទៅយករូបភាពមួយដែលជារូបភាពសាលារូបភាពមួយនេះអញ្ចឹងខ្ញុំកំពុង upload ចូលវាដល់ចប់យើងនឹងអាចប្រើប្រាស់បាទពេលដែលវា upload ចូលហើយយើងគ្រាន់តែទាញវាមកណាហេពេលទាញទៅវា snap ចូលរង្វង់មូលពណ៌ណាពណ៌ស្វាយហ្នឹង4ជ្រុងពណ៌ស្វាយហ្នឹងយើងប្រឡែងដៃយើងទៅគេវាចូលនៅក្នុងហ្នឹងអញ្ចឹងក្នុងនេះវា frame វាមាន3ប្រឡោះអញ្ចឹងយើងត្រូវដាក់រូបទាំង3ហ្នឹងដែរយើងទាញរូបនេះមួយទៀតឬក៏យើងអាចចូលមក element របស់យើងវិញយក photo មួយណាទៀតកំណត់ photo មួយនេះចោលបាទអញ្ចឹងយើងលុបរូបមួយនេះចោលយើងទាញចូលទេបាទអញ្ចឹងនៅពេលនេះអានេះជា frame របស់យើងបាទយើងបានរៀបចំ frame ទៅតាមទម្រង់ហើយយើងបញ្ចូលរូបភាពទៅតាមទម្រង់ frame ដែលយើងបានដាក់បាទនេះជាការប្រើប្រាស់ frame ហើយ frame មានច្រើនសន្តានយើងទាញមកហើយចាំយករូបភាពទៅដាក់មកគេធ្វើឲ្យយើងស្រេចតែម្ដងបាទអញ្ចឹងតកតងជាមួយនឹងវីដេអូទី5នេះគឺយើងសិក្សាទៅលើ6ចំណុចនេះ